ជាទស្សនវិជ្ជាទាំងមូលបាទនៅក្នុងកីឡាដ្ឋាន Park Desprin ទូទៅចប់ការប្រកួតមិញហ្នឹងវាឈ្នះតែយ៉ាងណាបើសិនជាការប្រកួតនេះក្រុមណាឈ្នះគឺបាន3ពិន្ទុវាស្មើក្រុម Arsenal ឯបងប្អូនយើងបាទកម្មការពេលយូ admin សូមប្រាប់ពីជំរឿនកីឡាកររបស់ក្រុមទាំងពីរបន្តិចសិនបើមុននឹងការប្រកួតចាប់ផ្ដើមបងប្អូនយើងបាទគឺថាកីឡាករខាងក្រុម Paris មានអ្នកចាំទីកីឡាករ Lucas បាទជា Valel បាទខ្សែការពារវិញបាទគឺដាក់4រូបមានកីឡាករ Ashraf Hakimi មាន Marquinhos មាន William Pacho ចាប់ដៃគូជាមួយនឹងកីឡាករ Nuno Mendes បាទក្រុមបាទភ្ញៀវក្រុម Bayern Munich បាទមានអ្នកចាំទី Neuer ខ្សែការពារដាក់4រូបមានកីឡាករ Joseph Stanisic មាន Dayot Upamecano មាន Jonathan Tah បាទចាប់ដៃគូជាមួយនឹងខ្សែការពារបាទ Konrad Laimer ខ្សែបំរើកណ្ដាលហ្នឹងបាទគឺមាន2រូបបាទមាន Alexander Pavlovic ចាប់ដៃគូជាមួយនឹង Joshua Kimmich ខ្សែបំរើប្រយុទ្ធដាក់3រូបក្រុម Bayern Munich Michael Olise បញ្ជូនឱកាសគ្រាប់បាល់ទី1 0អូយអត់ល្អឱកាសសាយជាថ្មីសុទ្ធមកជើចូលgo អូមួយបាត់បងប្អូនយើង Bayern Munich ដាក់មកគ្រាប់បោះនាំមុខទៅលើ Paris Saint-Germain បើសាច់បាល់តម្រង់មិញស្អាតទេមកជិះលីងតាវាស្អីនេះមកទស្សនាបើតម្លាក់ខ្លីៗស្អាតMichael Olise សុទ្ធទៅបាទអ្នកចាំទីសង្គ្រោះបាល់បានសល់ជើង Dias បាទចឹងលទ្ធផល1-0បាទ1-0បងប្អូនបាទ1-0ហើយបាទចឹងគឺការ comeback ពីខាងក្រុម Paris Saint-Germain បាទ Barcola លើកាត់ចូលប្រអប់ប្លុកដោយខ្សែការពារ Jonathan Tah បាល់ចេញមកក្រៅបានបាល់ corner kick ឬក៏បាល់ជ្រុងបាទទៅកាន់ Paris ជួបបន្ទុះឲ្យ Sporting C មួយបាត់ admin ឲ្យលេ over ហ្នឹងបើការប្រកួតហ្នឹងជួបបន្ទុះឲ្យ over 2កន្លះដាច់ព្រោះឥឡូវមិនសូវទុកចិត្តទេអាជួបបន្ទុះ Spurs នេះគឺពិបាកទុកចិត្តស្អីម៉ែបងប្អូនយើងជាពិសេសក្រុម Spurs តាំងពីបាត់បង់កីឡាករល្អៗចេញមកគឺអាលាយបាត់សុនបាត់អីចេញមកគឺក្រុម Bayern លេងទៅចាញ់ទៅគេបាទ Spurs ឥឡូវបាទទស្សនាបាល់កាត់របស់ក្រុម Paris ធ្វើការ comeback បាទជាប់ជើង Fabian Ruiz Fabian ស៊ូអូអត់អីទេបាល់ចេញមកក្រៅជូនបាល់មកឲ្យ Marquinhos ដូចជាខ្សែបំរើទេបាទ Valencia បាទសក់ក្បាលមើលមកផ្លិតស្តៀង Marquinhos អាបែបនេះឱកាសគ្រាប់បាល់ទី2 0 B បាទការបញ្ចប់ទី2 Alexander Pavlovic បងប្អូនយើងបាទយកបាល់បានខូចទៅលាក់មកក៏មកសល់ជើងខាង Bayern Munich សុទ្ធមកជើងពីចម្ងាយទៅគឺអូ B បាទបាន William Pacho បាទក្រនជារនាំងបានមិនតិចដែរហើយកុំអីហ្នឹងគេបាល់នេះ50 ដែរហ្នឹងបងប្អូនយើង50 ដែរ Levi Dias Levi Dias បាទអ្នកប្រាស្គាដែលបញ្ជូនឲ្យម៉ៃSergei Gnabry ទៅអត់ផុតអត់មែនទេបើខ្សែការពារ Bayern រៀងមុំនេះខាង Paris ទៅអត់ផុតទេបងប្អូនយើងបាទយើងមើលទៅលើការលេងបាទគឺ Paris តាំងចាត់ទៅហើយបាទឥឡូវឱកាសគ្រាប់បាល់ទី2ឱកាសគ្រាប់បាល់ទី2 Kane យកបាល់អត់បានអូ B សម័យកាលរបស់ Bayern Munich គឺចេញមកស្តង់ដាហ្មងតាក់ទងទៅនឹងស្មារតីផ្លូវចិត្តនេះគឺ MM អត់ងាយចុះញោមទេបាទទស្សនាការគ្រាប់បាល់ទី2កាត់មកជើងឱកាសបន្ថែមចូលយ៉ាបាល់ offside ឬក៏យ៉ាងម៉េចមើលសិនបងប្អូនយើងចូលតាបាទ Ousmane Dembele goal 1-1ខ្ញុំទស្សនាបាញ់មិញបាទមានការតវ៉ាពីខាង Bayern បាល់ offside ឬក៏យ៉ាងម៉េចអូបាទដឹងមិនបានមានអត់ហ៊ានថាទេបងប្អូនយើងបាទចាំមើលចាក់ស្ដែងមានបានថែមបាល់ណាបាទចាំមើលលើកបាល់ចូលប្រអប់គ្រោះថ្នាក់កាត់មកជើងទៅអូថែមទៅប៉ះទ្រូងបន្តិចមកជាប់ជើង Jonathan Tah បាទលើកបាល់ឲ្យ Sergei Gnabry ជាងគ្នាមុខទម្រង់មុខក៏ស្តៀងគ្នាបាទតាមទស្សនាការប្រកួតបាទការគ្របបាល់របស់ Paris គ្របបាល់ comeback សុទ្ធបាទអ្នកចាំទីប្លុកបាត់ទៅហើយឥឡូវបាទរ៉ាប់រងដោយខាងក្រុម Bayern Munich បញ្ជូនឡើងលើឲ្យ Harry Kane បាទកាត់ជាបន្តគឺអត់បានល្អទេខ្សែការពារយកបាល់បាន William Pacho កាត់ឲ្យ Ashraf Hakimi ខនត្រូពី Vitinha
Ashraf Hakimi យកបាល់បានដោយបាក់ខ្សែការពារស្លាប់បញ្ជូនទៅ Ken តម្លាក់ខ្លីៗ Levi Diaz តែអាកាត់ឲ្យ Sergei Gnabry អូយអត់ចូលទេ Gnabry អើយអាយ៉ាឡកមកត្រង់នេះយកបាល់បានក៏ចំណារំខានពី Marquinhos អាយ៉ា Marquinhos ប្រធានក្រុមធ្វើលេលើចាអាការគ្រាប់បាល់ទី2ចូលមើលប្រធានក្រុមតំណាបស្អីម៉ាយអើយប្រធានក្រុមគេលេងបាល់តំណាបអញ្ចឹង Marquinhos ចាប់បាត់ហើយបាទចាប់បាត់ហើយឲ្យបើយើងយកបាល់សុទ្ធស្រួលអត់ប្របាទេ Luis Diaz ដាក់មកគ្រាប់ទៀតហើយបាទដាក់មកគ្រាប់ទៀតហើយបងប្អូនយើងនេះមកទេសនាបាញ់មិញតើអញ្ចឹងតើរូបពីមកផងបើតាគ្មានមកផាយមកបើយើងនេះឥឡូវវាមែនថាមែន Luis Diaz ឆាប់យកឡើងស្រួលMarquinhos ហើយ Marquinhos ប្រធានក្រុមអីក៏តំណាបអញ្ចឹងប្រធានក្រុមអើយប្រធានក្រុមបើការបកគូនេះអេពីនលេង under អីមកចឹងបាទតាំងទី1លេខ2គ្រាប់បាត់ហើយសល់2គ្រាប់ទៀតដាច់គ្រាប់តនេះក៏តែបកគលបពុយស្គាល់ហើយបាទអំស៊ីសៃឌីម៉ងឆាន់នុនថៅនេះសើបពុយស្គាល់ហើយសើអាចទុកចិត្តបានបើជឿបន្ទូមួយស្មើបើជឿបន្ទូសៀងប្រព័ន្ធរៀបចំថ្មីរបស់ UCL បាទធ្វើបានជោគជ័យមួយរដូវកាលបាទខាងហ្នឹងអាឡាការគ្រាប់បាល់ទី3អីអត់អីអូប៊ីអត់មកទេបាទកីឡាករប៉ារីសថ្ងៃនេះបាទចឹងបាទរាប់រយពីកីឡាករបាទខាងក្រុមប៉ារីសសាំងជឺមែនបងប្អូនយើងបាទបញ្ជូនមកស្លាប់ខាងស្ដាំឲ្យ Kvichal បាទ Kvichal ទៅតែឯងខ្ពើមរបស់អាណាលេង Kvichal 2ទល់នឹង1អាលីហើយរៀលក៏រៀងរ៉ាវរ៉ាដែរបងប្អូន Real Madrid វាស្ងាត់ដែរបើប៉ះជាមួយ Liverpool ទេសនាការប្រកាសក្របបាល់ comeback សុទ្ធណាស់ជាងពី Fabian អត់ចំគោដល់ទេ Fabian អើយមានតែ Real ហើយនឹង Liverpool ទេបងប្អូនយើងអត់មានក្របបាល់នៅបន្ត0ទៅនឹង0ឱកាសក្របបាល់ទី3របស់ Bayern បាល់ offside អត់ឲ្យទេអូមកចេះបាទប៉ារីសអើយប៉ារីសបាទទេសនាជាបន្តឱកាសគ្រាប់បាល់ទី3 Michael Olise បើ Michael តម្លាក់មកក្រោមឲ្យ Gnabry កាត់ជាបន្ត Kimmich សូអត់យកបងប្អូនខ្សែការពារប៉ារីសហ្នឹងមានអារម្មណ៍ថាដូចខ្សោយហ្មងខ្សែការពារជើងក្រោមគេបោះដាច់ហ្មងចាំមើលតម្លាក់មកដាច់ប៉ាត់បិទមានជាប់ណានៅស្នងហើយបើការបញ្ចប់ទីអស់ចំហខ្លួនបើមានវិញមកក្របទៀតនេះជាសូ Kimmich ការពារដល់កបាទការពារ2-0នៅលេងខ្លាច់អីទៀតសៀវបពុយស្រាវមែនទេចាប់ហើយកាតក្រហមតើកាតក្រហមត្រូវហើយហើយមកស្ពះតាយស្អីគេបាន2-0បើកាតក្រហមអស់ហើយខ្ញុំមិនទស្សនាបើការលើកបាល់ corner kick របស់ក្រុមប៉ារីសតែមកក្បាលត្រង់នេះគឺអត់បានល្អទេបានបាល់ goal kick បាទទៅកាន់ក្រុមបាទយេម៉ានីValencia Amri ទៅឲ្យ Vitinha បាទ Vitinha ឱកាសគ្រាប់បាល់ comeback សុទ្ធពី Kvichal បាទអ្នកចាំទី Neuer សង្គ្រោះបាល់គឺអត់មានកឡក់អីបន្តិចបាទឆ្វេងមកហើយបើមើល Real និង PSG លេងតំណាបស្មើដដែលទេបាទក្រុម Spurs ដូចជា4-0ដដែលដូចគ្នាបាទទស្សនាបាល់រាប់រយពីខាងក្រុម Paris Saint-Germain ដាក់បាល់ខ្លីៗបើបញ្ជូនមកស្លាប់ខាងឆ្វេងគាត់ត្រូវពី Kvichal មកជើងទៅគឺអត់ចំគោលដែរទេបាល់ចេញមកក្រៅបាទបានបាល់ goal kick ទៅកាន់ Bayern Munich បងប្អូនយើងអ្នកចាំទី Neuer ជាអ្នករ៉ាប់រងតែមកជើងបាយមិញអ្នកចាំទីសង្គ្រោះបាល់ស្អាតហើយ Neuer បាទ Vitinha ជាអ្នកសុទ្ធតែស្នាបាល់រ៉ាប់រងពី Kvichal តម្លាក់មកវិញបាទជាប់ជើងចូលឲ្យ Neves
cắt máu sai bầm ra bờ sấy á càng in lý mà trước tới nè trăm ti sừng cua bao ban tại hơi vì tí nha ở bên trên nó slap càng in ly liệp cho pra up hai có bàn thái mà trước trời goal nè so mà crop tiết ban đang với như nè để lên vay do Paris Saint cọp sâu nữa phải chẳng ban pi môi cái này mà pi môi này và cả bên trong ti pi châu Âu never và never đậm mà crop comeback này và khang crop AT đó và pi môi đáy AT và khang cái đậm comeback mà vĩnh pi môi đấy nên mà ta sẽ làm bài mình lực pi càng in ly cho pra up crop thế bàn thái mà chứ pi châu Âu never chẳng so mà crop tiết nè over châu này mà crop tiết bờ chọc ca một cuốn pi muối xiên này nè over rồi tại chỉ mới so pi ở về liếc cú xong đã mà đấy trong là ti chất má chất bay chất bùn chẳng bị so pi về liếc hai chất đọp là ti chiên thế đó ê chỉ mới sắp bốc phai bên còn mình đang đây và xì xong lời ca lên đây là ca crop ba pi smart nè trăm ti nói là xong crop ba ban ở đây bài tranh tăng pin Napoli ở đây ngày nay bớt say bốc phô na lấy tam admin pha gì mình sơ xiên mà đấy vậy cho vào màn cứu vậy Napoli rong muối châu ói Arsenal lấy sao châu niệm lương á bốc phô gì một sự biến kia cả lấy ba đập đó Pigalaco và khang trong Paris tết mà cả ba nè ôi bị nè lực cho pra bao phôi chứ tẹt mặt ba máu mình tích mà châu ta mình yeah. Châu Âu này vậy mà mình tích đi bao phôi như ai vậy mình tích đi có mấy nước pi mà plate